Ok, សួស្តីបងប្អូនទាំងអស់គ្នាហើយសម្រាប់វីដេអូនេះគឺជាវីដេអូមុខវិជ្ជាសីលធម៌ពលរដ្ឋដែលបងប្អូនទាំងអស់គ្នាតែងតែ comment នៅក្នុងវីដេអូរបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើនៅវិញ្ញាសាសីលធម៌ពលរដ្ឋជូនបងប្អូនទាំងអស់គ្នាហ្នឹងហើយសម្រាប់ថ្ងៃនេះគឺខ្ញុំបានមកធ្វើនៅវិញ្ញាសាសីលធម៌ពលរដ្ឋហើយសម្រាប់វិញ្ញាសាទី1នេះគឺត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិមិនថាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិទេគឺសម្រាប់គ្រូបង្រៀនមធ្យមសិក្សាបឋមភូមិក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនិយាយរួមឲ្យទៅក្របខ័ណ្ឌទាក់ទងនឹងសីលធម៌គឺសុទ្ធសឹងតែចេញជាសំណួរទាំងអស់ហ្នឹងហើយឥឡូវយើងចូលមកកាន់សំណួរទី1ទាំងគ្នាដែលសំណួរទី1នេះគឺទាក់ទងជាមួយនឹងការបង្កើតថ្មីនឹងរបបកំហើញអូខេហើយបញ្ជាក់នៅក្នុងសំណួរសីលធម៌ពលរដ្ឋគឺតែងតែមានឧទាហរណ៍លើកមកបញ្ជាក់ទាំងអស់ប៉ុន្តែសំណួរអ្វីក៏ដោយគឺសុទ្ធសឹងតែមានឧទាហរណ៍ទាំងអស់ហ្នឹងហើយឥឡូវគឺកុំឲ្យចាំយូរយើងចូលមកកាន់សំណួរទាំងគ្នាការបង្កើតថ្មីជាអ្វីរបបកំហើញជាអ្វីជួយឲ្យឧទាហរណ៍មកបញ្ជាក់ហ្នឹងហើយយើងមកមើលចម្លើយទាំងគ្នាការបង្កើតថ្មីបើតាមដែលខ្ញុំឆ្លើយការបង្កើតថ្មីគឺជាការបង្កើតអ្វីមួយដែលមិនធ្លាប់មានពីមុនមកឲ្យលេចចេញជារូបរាងហ្នឹងហើយអានេះតាមយោបល់តាមគំនិតរបស់ខ្ញុំអ្នកគ្នាអាចនិយាយទៅទាក់ទងនឹងការបង្កើតថ្មីអ្នកគ្នាដឹងហើយឥឡូវយើងមិនបាច់វិញឆ្ងាយទេយើងមកមើលសំណួរទាំងគ្នាគឺលោកអ្នកគ្នាអត់សូវយល់យើងអាចឆ្លើយបាន2ប៉ុន្តែឥឡូវគឺខ្ញុំយកតែនៃមួយយកមកឆ្លើយទេការបង្កើតថ្មីគឺជាផលិតផលសំយោគនៃរូបធាតុថ្មីជាពិសេសគឺការផលិតអ្វីមួយថ្មីដោយផ្អែកទៅលើមធ្យោបាយចាស់ៗដើម្បីសម្រេចបានគោលដៅថ្មីមួយដែលមិនធ្លាប់មានពីមុនមកហ្នឹងហើយអានេះគឺជានិយមន័យផ្សេងចំណែកនិយមន័យខ្ញុំការបង្កើតថ្មីគឺជាការបង្កើតអ្វីមួយដែលមិនធ្លាប់មានពីមុនមកឲ្យលេចចេញជារូបរាងតែឥឡូវគឺកុំឲ្យចាំយូរយើងមកមើលឧទាហរណ៍ទាំងគ្នាឧទាហរណ៍និយាយលើឧទាហរណ៍មួយមកវិស្វករបង្កើតម៉ាស៊ីនកុំព្យូទ័រទូរស័ព្ទដែលមានគុណភាពខ្ពស់កាន់តែល្អខ្ពស់ឡើងនិងងាយស្រួលប្រើជាងមុនយើងមើលពីរបបកំហើញគឺជាអ្វីដែលមានស្រាប់ហើយទើបគេរកឃើញហ្នឹងហើយរបបកំហើញគឺជាអ្វីដែលមានស្រាប់ហើយទើបគេរកឃើញនេះគឺជានិយមន័យនៃរបបកំហើញឧទាហរណ៍លោក Lavoisier រកឃើញអុកស៊ីសែននៅក្នុងខ្យល់លោក Coulomb បានរកឃើញទ្វីបអាមេរិកហ្នឹងហើយអ្នកទាំងគ្នាអាចដាក់មួយណាក៏បានដែរឥឡូវយើងចូលមកកាន់សំណួរទី2ទាំងអស់គ្នាចូលនិយាយពីទំនាក់ទំនងរវាងការបង្កើតថ្មីនិងរបបកំហើញព្រមទាំងលើកឧទាហរណ៍មកបញ្ជាក់អញ្ចឹងគេសួរពីទំនាក់ទំនងការបង្កើតថ្មីនិងរបបកំហើញអញ្ចឹងយើងធ្វើការឆ្លើយមកការបង្កើតថ្មីនិងរបបកំហើញមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជានៅក្នុងរបបកំហើញគេត្រូវការគំនិតថ្មីគំនិតផ្ដើមឲ្យមានការបង្កើតថ្មីចំណែកឯការបង្កើតថ្មីវិញក៏ផ្ដើមមកឈានទៅរកការរកឃើញនៅរបបកំហើញថ្មីផ្សេងទៀតហ្នឹងហើយនិយាយលើឧទាហរណ៍មួយមកបញ្ជាក់គេមករបបកំហើញច្បាប់ស្ចង់មួយគេត្រូវខិតខំបង្កើតថ្មីនៅសកម្មនៅកម្មតិកម្មនិងដើម្បីពន្យល់សមត្ថកម្មដើម្បីពន្យល់ហ្នឹងហើយលេខចំអាននាងតាក់តិចឲ្យគេឈានមួយជំហានទៀតទៅរកឃើញនៅអ្វីមួយផ្សេងដែលស្ថិតនៅក្នុងពិភពអត្ថកម្បាំងរីឯការបង្កើតថ្មីនៅអ្វីមួយក៏អាចជំរុញឲ្យគេឈានមួយជំហានទៀតទៅរកនៅអ្វីផ្សេងទៀតស្ថិតនៅក្នុងពិភពអត្ថកម្បាំងឥឡូវគឺយើងចូលមកកាន់សំណួរទី3ទាំងអស់គ្នាសំណួរចូលនិយាយពីដើមកំណើតនៃការបង្កើតថ្មីទីនេះគឺគេសួរតាក់ទងជាមួយដើមកំណើតនៃការបង្កើតថ្មីយើងធ្វើការឆ្លើយមកដើមកំណើតនៃការបង្កើតថ្មីមានដូចជាឥន្ទ្រីយ៍អារម្មណ៍រូបភាពរូបអារម្មណ៍មโนគតិអញ្ចឹងយើងត្រូវធ្វើការបញ្ជាក់គេយើងដាក់មកឥន្ទ្រីយ៍អារម្មណ៍មានន័យថាឥន្ទ្រីយ៍អារម្មណ៍គឺជាបាតុភូតចិត្តសេរីវិទ្យាដែលកើតឡើងដោយសាររំញោចទៅលើសរីរាង្គឥន្ទ្រីមួយឥន្ទ្រីយ៍អារម្មណ៍កើតឡើងតាមដំណាក់កាលទាំងចំនួន3គឺដំណាក់កាលរូបវិទ្យាមានខ្មោចមេកានិកភ្ញូចមេកានិកកន្លែងនេះគឺផ្សេងខ້ອຍភ្ញូចរូបវិទ្យានិងភ្ញូចគីមីអូខេកន្លែងនេះគឺតែខំឲ្យផ្សេងខ្មោចអ្នកគ្នាដំណាក់កាលសេរីវិទ្យានិងដំណាក់កាលចិត្តវិទ្យារូបភាព
ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយនៅពេលដែលសរីរាង្គឥន្ទ្រីមិនបានជួបប្រទះក្នុងពេលបច្ចុប្បន្នរូបភាពភាគច្រើនជារូបភាពនៃចក្ខុវិញ្ញាណបន្ទាប់មកជារូបភាពនៃសោតវិញ្ញាណលោក Besson បែងចែករំនឹកមានពីរគឺលំនឹកទម្លាប់និងលំនឹកសុទ្ធហ្នឹងហើយរូបអារម្មណ៍ឬមនោគតិជាសតិសម្រាប់នឹកគិតដោយផ្អែកទៅលើរូបភាពនៅពេលដែលយើងមើលទៅរូបភាពមួយយើងតែងតែគិតថារូបភាពហ្នឹងឧទាហរណ៍ថាអ្នកនរគ្នាបានថតរូបនៅព្រះខាងមុខព្រះបរមរាជវាំងដល់ពេលដែលអ្នកនរគ្នាយករូបនឹងមកហើយអ្នកគ្នាអង្គុយមើលអ្នកគ្នាតែងតែគិតថាកាលហ្នឹងមានថតជាមួយពីណាខ្លះអីពីណាខ្លះហ្នឹងហើយជួលគេថតប្រមាណតម្លៃប្រមាណមានសត្វព្រាបឬអីខ្លះនៅមុខហ្នឹងហើយអ្នកគ្នាហ្នឹងគេហៅថារូបអារម្មណ៍ឬមនោគតិគេបែងចែកមនោគតិជាពីរគឺមនោគតិរំលឹកឡើងវិញនិងមនោគតិបង្កើតហ្នឹងហើយឧទាហរណ៍ថារំលឹកឡើងវិញណាឧទាហរណ៍ថាអ្នកទាំងអស់គ្នាបានទៅវត្តហ្នឹងហើយរួចហើយអ្នកគ្នាមកវិញអ្នកគ្នាប្រាប់អ្នកផ្ទះអាហ្នឹងពាក្យថារំលឹកប្រាប់អ្នកថាមុនខ្ញុំអានទៅវត្តហ្នឹងហើយអាហ្នឹងគឺការរំលឹកមនោគតិបង្កើតហ្នឹងហើយឧទាហរណ៍យើងចង់បង្កើតអ្វីមួយឧទាហរណ៍ខ្ញុំចង់ទៅណាទៅណីអញ្ចឹងចុះអាការបង្កើតមួយអូខេឥឡូវចូលសំណួរទី3ហើយការបញ្យល់របស់ខ្ញុំក៏វាមានគេហៅថាវាមានកម្រិតអញ្ចឹងហើយគឺខ្ញុំអត់អាចបញ្យល់អ្នកគ្នាអស់បានទេកត្តាដែលនាំមកការបង្កើតថ្មីគឺកត្តាចៃដន្យជាកត្តាដែលមិនអាចទាយទុកមុនពីកំណើតរបស់មនុស្សមានន័យថាចៃដន្យឧទាហរណ៍ថាអ្នកគ្នាដើរឬបានលុយ5000អានេះគឺជាការចៃដន្យមួយហើយអញ្ចឹងកត្តាចៃដន្យដែលនាំការបង្កើតថ្មីចំណេះពីរបស់កំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្ត្រការប្រើប្រាស់ឧបករណ៍ទំនើបដើម្បីច្នៃប្រឌិតឬបង្កើតអ្វីមួយនៅពេលដែលគេរកឃើញនៅអ្វីមួយអ្នកវិទ្យាសាស្ត្រតែងតែយកមកច្នៃប្រឌិតវាបង្កើតឲ្យទៅជាអ្វីមួយឧទាហរណ៍អ្នកគ្នាឃើញទូរស័ព្ទហ្នឹងហើយទូរស័ព្ទអ្នកគ្នាអ្នកវិទ្យាសាស្ត្រតែងតែរកឃើញពីមុនអត់មានទូរស័ព្ទណាដែលមាន0.5ទេបន្ទាប់មកមាន0.5ហ្នឹងហើយទំនោរវិទ្យាជីវវិទ្យាការខិតខំបង្កើតថ្មីដើម្បីស្របខ្លួនទៅនឹងមជ្ឈដ្ឋានមានន័យថាយើងត្រូវគឺជាការសម្របខ្លួនទៅតាមមជ្ឈដ្ឋានដូចជារបស់ប្រើប្រាស់អញ្ចឹងហ្នឹងហើយឧទាហរណ៍ថាពីមុនយើងរែកទឹកដោយប្រើអង្រែកតែឥឡូវគឺយើងប្រើម៉ាទ័រសម្រាប់បូមអញ្ចឹងគឺយើងស្របទៅតាមបច្ចុប្បន្នមួយកាន់តែទំនើបទៅអញ្ចឹងណាតម្រូវការចាំបាច់របស់សមូហភាពដោយសេចក្តីត្រូវការរបស់មនុស្សភាគច្រើនដែលជាកម្លាំងជំរុញឲ្យមានការខិតខំបង្កើតថ្មីខិតខំប្រឹងប្រែងហ្នឹងហើយអ្នកគ្នាខ្ញុំឧទាហរណ៍អ្នកគ្នាមួយតម្រូវការចាំបាច់របស់សមូហភាពឥឡូវនេះមនុស្សយើងកាន់តែកើនឡើងអញ្ចឹងយើងតែងតែត្រូវការរបស់ប្រើប្រាស់សម្លៀកបំពាក់ស្បែកជើងអញ្ចឹងក៏គេត្រូវការកម្លាំងសម្រាប់បង្កើតនៅដូចជាសម្លៀកបំពាក់ការកាត់ដេរស្បែកជើងហ្នឹងហើយអូខេឥឡូវយើងចូលមកកាន់សំណួរទី4ចូលនិយាយអំពីវិចារដោយលើកឧទាហរណ៍មកជាវិចារយើងគិតមើលថាវិចារជាអ្វីវិចារគឺជាការប្រមូលផ្ដុំវិនិច្ឆ័យពីរឬច្រើនឬជាដំណរអត់ដាច់នៃគំនិតជាច្រើនដើម្បីឈ្មោះទៅរកសេចក្តីសន្តានមួយវិចារដែលត្រឹមត្រូវគឺជាការរៀបចំគំនិតឲ្យមានទំនាក់ទំនងពោលគឺគំនិតមួយមិនត្រូវប្រឆាំងនឹងគំនិតមួយទៀតឡើយហ្នឹងហើយវិចារគឺថាដូចជាការពិចារណាអញ្ចឹងណាចារណាដែលតកតងជាមួយគំនិតដើម្បីយកទៅសន្និដ្ឋានឲ្យទៅចេញជាអ្វីមួយហើយគំនិតមួយមិនត្រូវប្រឆាំងនឹងគំនិតមួយទៀតឡើយគឺត្រូវស្របគ្នាតែម្ដងឧទាហរណ៍មនុស្សទាំងអស់សុទ្ធតែស្លាប់អញ្ចឹងមនុស្សទាំងអស់កើតមកតែងតែចាស់ឈឺស្លាប់ហើយវាមិនអាចរស់បានយូរដល់ពី300ឆ្នាំទេសូក្រាតគឺជាមនុស្សដូច្នេះសូក្រាតក៏ត្រូវស្លាប់ដែរហ្នឹងហើយនិយាយគិតមើលយើងចូលមកកាន់សំណួរទី5ទាំងអស់គ្នាចូលនិយាយអំពីលក្ខណៈខុសគ្នារវាងអនុមានញែកនិងអនុមានរូបអញ្ចឹងយើងមើលពាក្យថាញែកគឺជាការបែងចែករួមមានថាបូករួមបញ្ចូលគ្នាអញ្ចឹងអនុមានញែក
អូខេកុំឲ្យចាំយូរយើងមកមើលទាំងអស់គ្នាអនុមានញែកគឺជាវិចារដែលញែកសេចក្តីសន្តានចេញពីគោលឬគោលការណ៍ទូទៅឬវិចារដែលចេញពីភាពរួមទៅដោយឡែកអញ្ចឹងគឺជាការញែកអ្វីខ្លះតើឥឡូវយើងមើលឧទាហរណ៍លោហៈទាំងអស់សុទ្ធតែចំណងអគ្គិសនីមូលបដិបញ្ញាមូលដាក់បដិញ្ញាធំទង់ដែងជាលោហៈមូលបដិញ្ញាតូចដូចនេះអនុមានរួមជាវិចារដែលចេញពីគោលការណ៍ពិសេសជាច្រើនដើម្បីបង្រួមឲ្យបានជាច្បាប់ទូទៅមួយឬជាវិចារដែលចេញពីភាពរួមដោយឡែកទៅរកភាពរួមឧទាហរណ៍ទង់ដែងជាលោហៈមូលបដិញ្ញាតូចស័ង្កសីជាស័ង្កសីរួមចំណងអគ្គិសនីស័ង្កសីជាចំណងអគ្គិសនីអូខេសម្រាប់សំណួរសិលធម៌ពលរដ្ឋគឺមានតែប៉ុណ្្នឹងឯងហើយបន្តទៀតគឺយើងនឹងបន្តសំណួរពលរដ្ឋរបស់យើងទៀតហើយខ្ញុំក៏បញ្ចប់នៅវីដេអូត្រឹមប៉ុណ្្នឹងឯងជាចុងក្រោយគឺសូមបងប្អូនជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវិញ្ញាសាថ្មីហើយក៏ជាកម្លាំងចិត្តមួយដែរនៅក្នុងការធ្វើវីដេអូហ្នឹងហើយជាចុងក្រោយគឺសូមជូនពរបងប្អូនទាំងអស់គ្នាប្រឡងទទួលបានតែទីល្អគ្រប់មុខវិជ្ជាហើយកុំភ្លេចខិតខំប្រឹងប្រែងមើលមេរៀនហ្នឹងការប្រឡងដូចជាសល់ត្រឹមតែអស់រយៈពេល2ខែចុះហ្នឹងហើយ